ថ្ងៃហ្នឹងចង់បង្ហាញកា keyboard ចំនួន2នៅលើ keyboard computers ទី1គឺ Alt ALT ហើយទី2គឺ Tab TAB អញ្ចឹងការប្រើប្រាស់ keyboard ទាំងពីរនឹងក្នុងពេលតែមួយគឺគេហៅថាសម្រាប់ចល័តនៅពេលដែលយើងបើកកម្មវិធីច្រើនក្នុងពេលតែមួយ so ឧទាហរណ៍ជាក់ស្ដែងឥឡូវនេះខ្ញុំកំពុងតែមានកម្មវិធី Word pretend ឧទាហរណ៍ថាខ្ញុំកំពុងតែវាយឯកសារកំពុងតែវាយឯកសារខ្ញុំក៏ពេលនោះក៏ខ្ញុំស្ដាប់នៅវីដេអូពីក្នុង YouTube ហើយក៏ខ្ញុំបើកកម្មវិធីផ្សេងទៀតក្នុងពេលជាមួយគ្នានឹងដែរអញ្ចឹងធម្មតាបើសិនបើយើងអត់ប្រើ Alt ហើយនឹង Tab នេះទេដើម្បីចល័តកម្មវិធីមួយទៅមួយដែលយើងចង់បដូរនោះទេធម្មតាយើងប្រើដៃរបស់យើងឬ mouse ដើម្បីចុចនៅក្រោមទៅរើសរកកម្មវិធីណាដែលយើងចង់បដូរអញ្ចឹងណាប៉ុន្តែ Alt ហើយនឹង Tab នេះគឺវាជួយយើងច្រើនមែនតើអត់ខាតពេលលឿនហើយងាយស្រួលទៀតអញ្ចឹងឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាខ្ញុំកំពុងតែវាយឯកសារកំពុងតែវាយហ្នឹងខ្ញុំចង់ដូរវីដេអូនៅក្នុង YouTube អញ្ចឹងខ្ញុំគ្រាន់តែចុច Alt នេះ hold វាឲ្យជាប់បន្ទាប់មកចុច Tab ហ្នឹងបាច់ hold ទេយើងចុច Tab មួយសិនចាំគិតទៀតអូខេវាចេញមកអញ្ចឹងវានឹងចេញកម្មវិធីទាំងប្រមាណដែលយើងបើកក្នុងពេលហ្នឹងអញ្ចឹងយើងអាច Tab ម្ដងវាចល័តទៅកម្មវិធីមួយម្ដងទៀតចល័តទៅកម្មវិធីមួយទៀតចុច Tab មួយទៀតចល័តទៅកម្មវិធីមួយទៀតអញ្ចឹង complete ណានេះគឺត្រូវ hold រហូតប៉ុន្តែ Tab នេះគឺយើងត្រូវចល័តទៅលើកម្មវិធីអ្វីមួយដែលយើងចង់បើកក្នុងពេលហ្នឹងអញ្ចឹងណាហ្នឹងងាយស្រួលមែនតើ